បាទនេះគឺបាទរង្វង់មូលផ្សាររហ័សទឹកបងប្អូនណាបាទនេះគឺរង្វង់មូលផ្សាររហ័សទឹកបាទឥឡូវខ្ញុំច្បាស់ចេញដំណើរបាទចេញពីផ្សាររហ័សទឹកបាទឆ្ពោះបាទគោលដៅរបស់ខ្ញុំថ្ងៃនេះគឺទៅខាងបាទផ្សារចំណោមបាទឥឡូវយើងចេញពីបាទផ្សាររហ័សទឹកទៅហើយបាទនេះគឺបាទផ្លូវបាទចំណុចនេះគឺផ្លូវដែលយើងអាចឆ្ពោះទៅកាន់ស្រុកបវលបាទទៅកាន់លវាបាទឃុំលវាបាទឃុំសឿបាទឃុំចំណោមរងគោហ្នឹងបាទយើងអាចទៅតាមផ្លូវនេះបានបាទបើតែយើងបកទៅក្រោយវិញគឺយើងឡើងទៅផ្លូវ highway វិញបងប្អូនទៅជាតិកម្មវិញឥឡូវយើងចេញដំណើរបាទចេញពីបាទផ្សាររហ័សទឹកហើយបាទនេះបងប្អូនយើងទៅបាទលក់បាទខ្ញុំចំណៃបាទទឹកកង្កល់តាមដងផ្លូវបាទហួសវត្តបាទនេះគឺនេះបងប្អូនយើងលក់បើហងបើអីណាបងប្អូនតាមផ្លូវណានេះគឺម៉ូតូអូនេះបាទកន្លែងជាងទូយន្តអូបាទសាលាបឋមសិក្សារហ័សទឹកបាទស្អាតបងប្អូនបាទស្អាតបងទ្វារបាទបងស្អាតចាប់ជួយបាទដងផ្លូវនេះបាទផ្លូវនេះគឺបាទផ្លូវបាទជាតិលេខ160បងប្អូនបាទហ្នឹងគឺដែលជាចំណុចបាទតភ្ជាប់ចេញពីបាទផ្លូវ highway ត្រង់ផ្សៅស្ងួតបងប្អូនបាទដល់បំបីផ្សៅស្ងួតមកគឺយើងអាចបាទចាក់ឈ្មោះទៅកាន់បាទខេត្តបាត់ដំបងបានចំស្រុកបវលហើយយើងចេញពីស្រុកបវលហ្នឹងយើងអាចឈ្មោះទៅខាងបាទបៃលិនបាទឈ្មោះទៅខាងស្រុកកំរៀងខេត្តបាត់ដំបងបាទចេញពីបវលទៅបងប្អូនទៅកាន់ស្រុកសំពៅលូនក៏យើងអាចទៅតាមផ្លូវនេះបានដែរត្រូវបំបីចេញពីបាទស្រុកបវលសិនមកដើមចន្ទគិរីដើមចន្ទគិរី3ដើម4ដើម5ដើមបាទជាក់លហឹមតាមដងផ្លូវអូននេះបាទអនុវិទ្យាល័យហាត់ទឹកអូការតបែកព្រៃស្អាតហ្នឹងបងប្អូនបាទដើមចន្ទគិរីបាទកៅភ្លៀងមកមេបាទចុំបាទរុក្ខជាតិលាស់ខៀវខ្ចីបាទហើយជិះម៉ូតូកំសាន្តតិចគឺមានអារម្មណ៍តែ fresh ល្អបងប្អូនណាបាទនេះបាទផ្ទះវិឡាប៉ុណ្ណាហើយcònចំគោនៅក្នុងទៀតបាទកោគោប៉ុណ្ណឹងក្នុងផ្លូវនេះគឺរៀងទូចបងប្អូនបាទរៀងទូចរៀងប៉ុន្តែយើងចង់ទៅច្រកឡែមនេះគឺយើងអាចទៅតាមផ្លូវនេះបានដែរទេទៅច្រកឡែមទៅតាមផ្លូវនេះបានដែរបាទអូរុក្ខជាតិបាទតាមដងផ្លូវបាទខៀវមិត្តបងប្អូនបាទព្រោះអីរាំងយូរហើយបាទរាំងចូលកន្លះខែហើយថ្ងៃនេះបាទភ្លៀងបាទចុះសំពីមេមកបាទដីចាប់ដើមថាមានចំណាើមបងជាក់សុំឡើងវិញណាយើងដាច់ខែចែកហើយបាទដាច់ខែចែកហើយហើយខែមេសាបាទចូលដល់ខែឧសភាខែនេះគឺដល់ខែពិសាហើយហ្នឹងទៅចូលដល់ខែភ្លៀងហើយតាមស្គីសាយតាមនេះគឺបងប្អូនយើងទៅជ្រោះទៅច្រឡំបាទគាត់ជួលរស់ឲ្យបងប្អូនមកសុំទោសស្អីទៅផងបាទចាប់តាមជួលរស់ឲ្យព្រោះបាទបដាបាននិយាយថានេះបាទអូនបងអូនយើងទៅចេញគួយយត់ពីយន្តទៅឆ្លើយដាក់ម៉ូតូទៅមួយទៅតាមគេយន្តទៅមួយទៅទៅនៅវាលស្រែហ្មងដាំស្អប់បងប្អូនបាទដាំស្អប់បានល្អ
ខែភ្លៀងនិយាយលាស់ខៀវខ្ចីហ្វូងបាទផ្ទះពេលជាប្រទេសយើងខៅតាមច្រើនតាមដងផ្លូវបស៊ូគឺភាគច្រើនគឺបងប្អូនយើងស្រុកមកនៅច្រើនស្ទើរផ្ទះនៅច្រើនសារភូមិចាស់ណាបងប្អូននេះយើងមកដល់បាទភូមិព្រៃសំរោងភូមិព្រៃសំរោងភូមិព្រៃសំរោងបាទយើងផុតចេញពីរហាត់ទឹកហើយដល់សាលាពេលថតកម្មបាទនេះគឺធំនេះគឺបាត់ទៅខាងភូមិចកបាទអូបាទផ្ទះគាត់បានស្អាតមែនទេបងប្អូនអើយបាទធំបងប្អូនបាទខ្ញុំបាទដឹងគាត់ទៅសេឡើងដីក៏មានស្អីក៏មានបានតែថ្មីមក3គ្រឿងអូទៅចិត្តដីស្ដីទេទៅស្អាតผมប៉ុណ្ណឹងហើយមានមនុស្សនៅបងប្អូនមានម្ចាស់នៅអត់ស្ងាយចោលផ្ទះធំដែរមានជនទាំងនៅបាទបងប្អូនយើងនៅនេះតាមច្រំស្វែងដៃនេះបាទសម្បូរនៅតាមស្អំតាមនេះបាទនេះរកម៉ាស៊ីនកិនស្រូវធំចាប់ពួយបាទតាមដងបែរល្អមកទៀតបែរច្រើនមកបងដងតាមដងតាមមានដងតាមផ្ទះស្ដាំដងនេះដងពោះបានច្រើនស្មងតាមក្រោមទៅតាមស្អំច្រើនបាទផ្លូវនេះគឺហាក់ដូចជាមានលក្ខណៈចង្អៀតធៀបទឹកបាទចង្អៀតហើយសម្បូរបាទរថយន្តបាទរត់ចេញចូលដែរបាទយើងមកដល់បាទសម្រោងបាទព្រៃសម្រោងបាទព្រៃសម្រោងជាម៉ូតូបាទណាណាឆ្វេងស្ដាំទាំងអស់នេះគឺសុទ្ធតែជាប្រព័ន្ធកាត់នៅច្រើនណាតាមនេះបាទតំបន់នេះគឺជាប្រព័ន្ធកាត់នៅច្រើនបាទស្គាល់ផងទៅខាងខាងតែមិនមែនជាអាចស្រយ៉ាងអីប្រហែលទេខាងដែនផ្លូវគឺច្រើនលេខតាតែភូមិតែជាប់តាមបងប្អូននេះគឺកើតយូរមកគាត់កើតពីសម័យណាដែរតាម
ការរៀបរាប់របស់ពួកខ្ញុំភូមិដងផុងនេះគឺការច្រើនយូរឆ្នាំមកហើយបាទតែពីមុនអត់ទាន់មានផ្លូវស៊ូអញ្ចឹងទេបាទផ្លូវស៊ូកម្មធ្វើជាងធ្វើ8ឆ្នាំទេតាមខ្ញុំដឹងផ្លូវដែលគេធ្វើតាក់ពីផ្លូវនេះគឺយើងអាចជិះត្រង់អាចមានត្រង់ចំណុចបាទផ្លូវរង្វង់មូលសហទឹកនេះមានផ្លូវពីរបំបែកបាទបំបែកផ្លូវមួយឡើងទៅខាងទីរំខាត់ពីមជ័យបាទផ្លូវបំបែកទៅស្ដាំគឺឡើងទៅខាងផ្សារអូស្ងួតហ្នឹងចឹងឡើងទៅខាងផ្សារអូស្ងួតចំបាទទៅ highway តែម្ដងបាទទៅធំទៅជិត5ម៉ែត្របាទនេះបន្លាយបាទទឹកស្ទឹងខាស់បាទបន្លាយអត់ទាន់មានទឹកចូលទេបាទបន្លាយធំគឺគេហៅបន្លាយចាស់ទៅមានទឹកអ៊ំកណ្ដិលស័យបាទហើយបានច្រើនដែរអ្នកធ្វើកាឡានយកទៅធ្វើកាឡានអាទឹកចិត្តយើងនឹងទៅដល់បាទផ្សារចំណោមបាទរកស្គាល់ហើយបាទយើងបានបាទតំបន់នេះគឺបាទអគ្គិសនីមានប្រើគ្រប់គ្រាន់ទឹកក៏មិនជាខ្វះខាតដែរបាទដោយសារយើងមានដងស្ទឹងបាទផ្លូវនេះគឺរាប់តាមបណ្ដោយដងស្ទឹងមង្គលបុរីបាទដែលបាទចាក់ពីខាងស្រុកបវលបាទខេត្តបាត់ដំបងមកគឺរកតាមស្ទឹងមង្គលបុរីអូបាទខ្ញុំពីរាប់តាមរហូតដល់ផ្លូវបំបីយើងត្រង់បាទអូបាទផ្ទះធំសង្គមបាទផ្ទះធំធំស្អាតគេបាទផ្ទះកណ្ដាលក៏ធំណាស់អូគាត់មកកន្លែងផ្ទះពេទ្យណាបាទផ្ទះអ្នកសាស្ត្រានឹងបងទីយើងកាន់តាគៀកបាទផ្ដល់សារបាទចំណោមเป็นโฮมแฟร์นะคือបាទគេបាទគឺបញ្ចក់ធ្វើផងពីមើលឆ្វេងដៃអូពោះបាទយ៉ាទៀតផ្ទះគាត់ណាគេឆ្វេងដៃលឿនពេកបាទលឿនបន្តិចណាបងប្អូនណាខ្ញុំស្មានបន្លាយមួយទៅខាងនោះគឺសិតចាក់ធ្វើរៀបរាប់មកទេបងបងប្អូនបាទដោយសារតែតាមបងប្អូននេះជាក្រុមរឿងច្រើនបងបាទផ្ទះស្ទឹងតែមិនបាច់គ្នាទៅហើយលងមួយដល់ផ្ទះមួយបាទចាប់គ្នារហូតដល់ផ្សារ
បាទនិយាយមកដល់បាទចំណោមហ្នឹងបាទស្នាមដៃគឺវត្តចំណោមរំគោហើយបាទយើងនេះយើងមកដល់បាទផ្សារចំណោមរំគោហើយបងប្អូនសាលាបឋមសិក្សាចំណោមបងប្អូនតាមដល់រងគោហើយកាត់ទៅយើងដល់ចំណោមបងប្អូនចំណោមឃុំបាទឃុំចំណោមបាទរងគោនឹងភូមិបាទភូមិចំណោះឲ្យឃុំចំណោមហ្នឹងឯងបងប្អូនណានេះយើងនេះកន្លែងលក់បុកហុងបាទកន្លែងសាប់សក់ជុំបងប្អូនលេងអុកផងឯផងណាផ្សារបងប្អូនបាទពេលល្ងាចចេះអត់សូវមានមនុស្សគឺថាបាទផ្សារតាមជនបទសុខសាយគឺជាច្រើនគឺបាទមានមនុស្សគឺល្អតែពេលព្រឹកទេពេលព្រឹកគឺមនុស្សគឺល្អបានគឺទៅវា first បាទជា case អត់តែបាទផ្សារចំណោមបាទទីចិត្តយើងឈោះហើយបងប្អូនផ្សារចំណោមបាទស្ទើរអូយស្ទើរស្អាតបងប្អូនថាមានម្ចាស់នៅបងប្អូនផ្ទះស្អាតតែខ្ញុំធ្វើថ្មីហើយធ្វើទៅហើយអូស្មៅខ្ចីល្អហ្នឹងបងទៅភ្លៀងអាខៀវខ្ចីហ្មងហើយកោស៊ីដាក់ឲ្យច្បាស់ដាក់ខ្ចីហើយទៅនេះទៅឥឡូវយើងបានផុតបាទផ្សារចំណោមចឹងដូចបាទដែលខ្ញុំរៀបរាប់ពីខាងដើមនេះច្បាស់វីដេអូអញ្ចឹងបាទថ្ងៃនេះគឺបាទអរគុណមែនទែនសម្រាប់បងប្អូនដែលចូលរួមទស្សនាបាទវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់រាល់ពាក្យពេចន៍ពីក្នុងឆ្កងពាក្យសម្ដីដោយចេតនាណាមួយដែលអចេតនាណាមួយចំពោះបងប្អូនបាទមេត្តាខន្តីអភ័យទោសផងបាទខ្ញុំបាទមិនបាទសូមអរគុណសូមជម្រាបលាហើយសូមជូនពរដល់បងប្អូនគ្នាបាទទទួលទានរកស៊ីមានបានលក្ខិតជុំកាត់កោជុំដូចប្រកបកំពុងជ័យបាទពីខ្ញុំណាសូមជម្រាបលា